បាទសួស្តីបងប្អូនថ្ងៃនេះថ្ងៃទី11យើងមកប៉ែកខាងស្អាងមកដោះស្រាយបញ្ហាម្រះរបស់គាត់នេះឡើងលឿងស្លឹកលេងសូវលូតលាស់នេះអញ្ចឹងបញ្ហាហ្នឹងគឺបដាលមកពីគាត់បាញ់ថ្នាំស្មៅតទៅពីគាត់បាញ់ហើយម្រះឡើងលឿងស្លឹកចេះនេះលឿងស្លឹកអញ្ចឹងចំពោះបងប្អូនដែលជួបបញ្ហាអញ្ចឹងនេះអាចសាកបានជាមួយនឹង CM ហើយមួយទៀតDelta ហើយRobin អញ្ចឹងបន្តិចទៀតយើងនឹងធ្វើការបាញ់បង្ហាញបាទអញ្ចឹងបន្តិចទៀតយើងចាំតាមដានបងប្អូនគ្នាចាប់ផ្ដើមឥឡូវយើងចាប់ផ្ដើមបាញ់នេះអញ្ចឹងយើងបាទសួស្តីបងប្អូនថ្ងៃនេះយើងមកឆែកលទ្ធផលការបាញ់ថ្ងៃទី11កាលមុនដែលម្រះរបស់គាត់គឺជួបបញ្ហាពុលទៅឃើញថានេះលូតលាស់ចេញផ្នែកថ្មីមកនេះស្លឹកហើយនេះរយៈពេល1ថ្ងៃហើយដល់នេះឲ្យចេញមកត្រួយថ្មីគឺចេញត្រួយថ្មីនេះបាត់លឿងស្លឹកហើយឃើញថាលូតលាស់លឿននេះហើយឃើញថាលូតលាស់លឿនអានេះក្រហមនេះវាលៀងរៀលដាល់ហើយអាត្រួយថ្មីនេះគឺចាប់ផ្ដើមលូតលាស់ថ្មីមកគឺឃើញថាល្អនេះស្លឹកឃើញចេញមកត្រួយថ្មីមកឃើញចេញមកស្អាតចេញត្រួយថ្មីមកច្រើនហើយអានេះវាអត់សូវត្រូវថ្នាំស្មៅអីប្រហែលដល់ពេលចេញមកថ្មីឃើញថាច្រើនត្រួយច្រើនបែកខ្មែងនេះស្លឹកចាស់អានេះស្លឹកចាស់មុនធ្វើទុយមកនេះស្លឹកថ្មីថ្មីនេះចេញត្រួយថ្មីដែរឃើញមកដើមនេះឃើញចេញមក3ត្រួយនេះអញ្ចឹងគាត់ជួបបញ្ហាបាញ់នឹងថ្នាំស្មៅបាញ់ថ្នាំស្មៅបាទមកគុំនេះឃើញថាល្អហ្មងនេះចេញមកត្រួយខ្ចីល្អនេះអញ្ចឹងចំពោះកម្រិតប្រើយើងដោយសារតែគាត់បាញ់ឃើញវាលឿងស្លឹកខ្លាំងអញ្ចឹងយើងដាក់ Robin មកកញ្ចប់ចំណុះវា15 ក្រាមហើយ CM យើងប្រើ 100 ml អញ្ចឹងឃើញថាវាចេញត្រួយមកឃើញស្អាតលាស់ល្អអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេបងប្អូនដែលជួបបញ្ហាបាញ់ថ្នាំស្មៅប៉ះពាល់អាការលូតលាស់កុំភ្លេច CM ជាមួយនឹង Robin បាទអញ្ចឹងសូមអរគុណ